ចាអរុនសុស្ដីអំពុំបងប្អូនទាំងអស់គ្នានេះអាកាសធាតុក្រៅព្រឹកឡើងនេះគឺជាពេលព្រឹកអំពុំបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញថាមួយថ្ងៃនឹងខ្ញុំធ្វើអីខ្លះមុននឹងទៅរៀននេះខ្ញុំជិះកង់ទៅរៀនហើយនៅសាលានេះគេឲ្យពាក់ uniform អីទេយើងអាចពាក់អីតាមចិត្តតែកុំឲ្យចេញផ្សិតលាកខ្លីអីអញ្ចឹងទៅណានេះព្រឹកឡើងមុខសពេញមុខហើយខ្ញុំយកกระดาษប្រឡងមកឲ្យគាត់អញ្ចឹងដែលខ្ញុំបានធ្វើអញ្ចឹងពុំមានដល់គ្នាហើយមួយរយៈនេះគឺហត់ហើយឈឺក្បាលខ្លាំងមែនទេពុំមានដល់គ្នាស្អីមានប្រឡងច្រើនតែមិនមែនអត់ល្អទាំងអស់ទេពុំមានដល់គ្នាអើយមានតែមុខវិជ្ជាមួយទេដែលខ្ញុំមិនសូវចេះអញ្ចឹងហើយអាមុខវិជ្ជានឹងគឺពាក់ព័ន្ធនឹងការងារដែលខ្ញុំស្រឡាញ់ហើយមុខវិជ្ជានឹងខ្ញុំអត់ចេះពុំមានដល់គ្នាមិនតែខ្ញុំចេះតែរៀនបន្ថែមអីចឹងដើម្បីឲ្យវាចេះឲ្យចូលក្នុងក្បាលចឹងហើយមួយរយៈនេះខ្ញុំមិនមែនមានតែរៀនមួយទេពុំមានដល់គ្នាគឺខ្ញុំទៅហាត់កីឡាណាមួយគឺចិត្តដល់ថ្ងៃប្រឡងកីឡាអញ្ចឹងណាហើយស្អែកគឺខ្ញុំទៅទៀតហើយពុំមានដល់គ្នាអញ្ចឹងមួយរយៈនេះមុននឹងគេវ៉ាកងគឺមាន test ជាច្រើនដោយសារអីគេត្រូវឡើងថ្នាក់ឡើងអីចឹងទៅគេត្រូវការយកបន្ទុកយើងនឹងទៅដាក់នៅសភៅសយគណិតចឹងណាទង្វើខ្ញុំក្រោកព្រឹកឡើងមុនគេគឺរៀបចំអីវ៉ាន់ដែលទៅសាលាថាខ្ញុំថ្ងៃហ្នឹងមានមុខវិជ្ជាអីចឹងណាបន្ទាប់មកគឺខ្ញុំរៀបចំខោអាវដែលខ្ញុំដោះពីយប់មិញរៀបចំភួយខ្នើយឲ្យស្អាតបន្តិចកុំឲ្យអាក្រក់មើលអញ្ចឹងពុំមានដល់គ្នាចានេះរៀបហើយប៉ុន្តែរដូវមិនដែលធ្វើអញ្ចឹងទេតែដោយសារតែវីដេអូជាធ្វើទៅអញ្ចឹងណាពុំមានដល់គ្នាហើយទង្វើខ្ញុំងើបទៅរៀនគឺតែជុំពុំមានដល់គ្នាហើយនេះរៀបចំដាក់កាបូបហើយបន្ទាប់មករកកៅអៅពាក់ពុំមានដល់គ្នាហើយនេះម៉ាក់តាមថតរហូតថាកុំឲ្យថតហើយហ្នឹងណាតាមថតហើយនេះខ្ញុំលាប mascara អីបន្តិចតួចហើយមើលពោះទៀតលោកឲ្យលោកអត់ពើតសោះលាប mascara បន្តិចតួចព្រោះអីនៅសាលាគេឲ្យផាត់មុខច្រើនពុំមានគ្នាគេឲ្យផាត់តែគេឲ្យផាត់ច្រើនសួស្ដីអំពូមីបងប្អូនកូនក្មួយទាំងអស់គ្នាឥឡូវយល់កូនវិននិយាយអត់នេះយល់កូនវិននិយាយអត់គេថាគេព្រឹកឡើងសកម្មភាពគេគឺបែបហ្នឹងថ្ងៃគេថាងើបឡើងគេត្រូវលុបមុខនិងស្ក្រាបមុខអីអញ្ចឹងទៅដោយសារតែមួយរយៈនេះគេត្រូវការថែទាំនិងការការពារនិងព្យាបាលស្បែកមុខអរម៉ូនគេអញ្ចឹងណាជាធម្មតាក្មេងអាយុពេញវ័យជំទង់អញ្ចឹងគឺវាឡើងមុខមុនអញ្ចឹងណាបងប្អូនចាវាឡើងមុនអរម៉ូននឹងចើមកភាគច្រើនគឺវាកើតនឹងចើហ្មងក៏តែមួយរយៈនេះគេថាគេវឹកលេងខ្លួនគេវឹកលក្ខណៈថាគេផាត់មុខផាត់ម្សៅអញ្ចឹងណាបើសិនតែខ្ញុំជាម្ដាយនឹងអត់បានមកមើលអត់បានមក control អត់បានមកស្ដីឲ្យទេបងប្អូនលាងមុខអត់ដែលស្អាតនឹងទេអញ្ចឹងវាឡើងនៅអញ្ចោលនឹងក្រាស់ទៅបងអញ្ចឹងវាទាមទារឲ្យខ្ញុំជាម្ដាយនឹងក៏ថាតាមដានមើលកូនតែរហូតអញ្ចឹងទៅឥឡូវគេថាទៅរៀនហើយនេះគេមើលមកកូនប្អូនប្រុសគេអ្នកប្អូនប្រុសគេទៅរៀនក្រោយគេហើយការជិះកង់ទៅរៀនគឺបែបហ្នឹងថ្ងៃមុនទៅរៀនឥឡូវជួយគេបញ្ចូលសំឡេងវីដេអូបន្តិចទៅដោយសារតែគេអត់ដឹងថាត្រូវនិយាយអីទៀតទេម៉ាមីអញជួយបញ្ចូលសំឡេងកូនពាក់កណ្ដាលទៀតទៅអីចេះចោះអញ្ចឹង